បាទសួស្តីក៏ដូចជាជំរាបសួរបងប្អូនប្រជាពលរដ្ឋក៏ដូចជាប្រជាកសិករទាំងអស់ជាទីគោរពរាប់អានបាទថ្ងៃនេះថ្ងៃទី8ខែ11ឆ្នាំ2025ខ្ញុំបាទជាមួយនឹងក្រុមការងារហ្នឹងណាចុះអនុវត្តដាក់ជីចំការខ្លួនឯងបាទថា4នាក់នេះមិនធម្មតាទេបាទដាក់ជីអនុវត្តនៅចំការខ្លួនឯងបងប្អូនពុកម៉ែមិញស្តែនដែលយើងដាក់ទឹកហ្នឹងគឺចំនួន500លីត្រណាហើយជីត្រីគឺ2លីត្រកន្លះហើយនឹងជីផ្លែឈើ2លីត្រកន្លះអ្វីដែលសំខាន់គឺយើងមានធុងមួយគឺសម្រាប់ស្រោចធុងហ្នឹងគឺពណ៌ខៀវៗហ្នឹងបងប្អូន20លីត្រណាបងប្អូនបាទយើងយកធុងដាក់ទឹកឲ្យពេញហ្នឹងនឹងជាជំរើសទី1សម្រាប់ការស្រោចដែលល្អបំផុតសម្រាប់ការគិតឃើញរបស់ខ្ញុំការយល់ឃើញរបស់ខ្ញុំហើយនឹងការអនុវត្តកន្លងមកអញ្ចឹងក្រោយពេលដែលយើងស្រោចណាយើងស្រោចរបៀបអញ្ចឹងសម្រាប់ខែ11បងប្អូនយើងស្រោចអញ្ចឹងអានេះជីត្រីធម្មជាតិនិងជីផ្លែឈើណាបងប្អូនយើងមិចលាយចូលគ្នាបាទបងប្អូននេះបាទហើយបងប្អូនត្រូវការជីកុំភ្លេចតំណែងតំណងជាមួយនឹងអេសានស្រុកខ្ញុំណាបងប្អូនស្រោចអញ្ចឹងទៅណាបងប្អូនស្រោចអញ្ចឹងអានេះគឺជាជំរើសទី1ណាបងប្អូនណាបងប្អូនស្រោចអញ្ចឹងទៅស្រោចកលឹងចំវិញគល់អញ្ចឹងទៅឲ្យសពទៅហ្នឹង20លីត្រឬ15លីត្រទៅ20លីត្រហ្នឹងគឺល្អណាស់បាទយើងស្រោចអញ្ចឹងទៅនេះយើងស្រោចចានេះស្រោចដើរមួយណានឹងស្រោចលក្ខណៈដើរមួយតែរៀងយឺតបន្តិចទេតែស្រោចបងឲ្យម្នាក់មុននោះគឺលឿនណាបងណាបាទបងប្អូនណាយើងស្រោចចេះទៅបាទយើងស្រោចកលឹងដើរជុំវិញហ្នឹងទៅហ្នឹងហើយយើងមានជំរើសជាច្រើនទៀតសម្រាប់ស្រោចគល់នៅរដូវនេះបងប្អូនបាទនេះខ្ញុំបង្ហាញអំពីជំរើសទី1ណាបងប្អូនណាបងប្អូនមើលទៅហើយសម្រាប់អ្នកចង់បានជីត្រីសូមកុំភ្លេចតាក់ទងជាមួយនឹងអេសានស្រុកខ្ញុំបងប្អូនណាបាទហើយជំរើសមួយទៀតហ្នឹងគឺយើងយកពេត្រូយើងតែម្ដងពេត្រូយើងដែរមួយធុងពេត្រូគឺ20លីត្រអញ្ចឹងយើងស្រោចអញ្ចឹងចាក់អញ្ចឹងបានដែរបងអានេះចាក់នេះដល់លឿនហ្មងបរហូរពីស្តែនមកចាក់ហើយក្រោយពីបរហូររួចហើយបងប្អូនណាកុំភ្លេចណាក្រុមការងារខ្ញុំ4នាក់ហ្នឹងក្រោយពីស្រោចគល់ស្អីរួចហើយគឺឆ្លៀតអត់ទុកពេលទំនេរទេគឺបាញ់ថ្នាំបាញ់ស្លឹកវាបាញ់ស្លឹកណាក៏ប៉ុន្តែសូមជម្រាបពុកម៉ែបងប្អូនថាចំពោះការបាញ់ស្លឹកនេះគឺយើងយកជីត្រី1លីត្រ25មីលីលីត្រចឹងនិយាយចឹងណាបូកជាមួយនឹងជីផ្លែឈើហ្នឹង2លីត្រកន្លះអញ្ចឹងដាក់ក្នុងស្តែន500លីត្របាញ់ទៅលើស្លឹកបាទបងប្អូនណាដោយសារអីចន្ទីយើងវាមិនតាន់ចេញក្តាប់ផ្កាទេអញ្ចឹងហើយគឺយើងត្រូវសូត្របាញ់បាទឃើញថាក្រុមការងារនេះគាត់ញាប់ដៃញាប់ជើងណាចការខ្ញុំហ្នឹងវាមិនធំទេតែ2ហិកតាទេចការដែលខ្ញុំម៉ៅគេហ្នឹងណាតែ2ហិកតាទេតែពួកគាត់ធ្វើហ្នឹងរយៈពេលត្រឹមតែមួយព្រឹកទេបងប្អូនរយៈពេលលឿនណាបាទគ្នាគាត់4នាក់ស្ពាយម៉ាស៊ីនម្នាក់មួយក្រោយពីស្រោចគល់បាទអ្នកខ្លះក៏ពេត្រូទៅហើយអ្នកខ្លះក៏ប៉ោតពណ៌ខៀវទៅមិញណាពេលដែលស្រោចគល់ណាក្រោយពីស្រោចគល់រួចហើយគាត់ចាប់ដើមបាញ់ហើយកុំភ្លេចណាបងប្អូនពុកម៉ែបាញ់ហ្នឹងគឺយើងត្រូវលាយជាមួយនឹងថ្នាំតកៅហើយបងប្អូនពុកម៉ែដែលត្រូវការជីធម្មជាតិជីត្រីហើយនឹងជីផ្លែឈើសូមកុំភ្លេចតាក់ទងជាមួយនឹងអេសាស្រុកខ្ញុំបាទបងប្អូនអាចជាវចុះបាទតម្លៃសមរម្យបាទសូមអរគុណពុកម៉ែបងប្អូនដែលតាមដានភ័ក្រ